ទេសភាពធម្មជាតិនៅស្រុកស្រែរបស់រស់ជាតិពិតឥតលាយឡំនឹងរបស់គីមីបានអ្វីហូបនឹងមិនប្រកួតប្រជែងហើយតែដើម្បីអនាគតគ្រួសារតម្រូវឲ្យឃ្លាតឆ្ងាយស្រុកកំណើតនឹងឯងនៅស្រុកស្រែទៅបីបានអ្វីហូបនឹងមែនប៉ុន្តែឲ្យតែយើងឧស្សាហ៍ស្ទុះស្ទែនឹងរុករកបែបធម្មជាតិមិនបំភ្លេចបំផ្លាញឬក៏ចោះប្លន់អ្វីនោះទេឲ្យតែយើងរកបែបសុចរិតទៅគឺមិនខ្វះទេរបស់ហូបចុកគឺបែបធម្មជាតិនឹងឯង